ជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាទៀតហើយពាក់ព័ន្ធជាមួយនឹងទ្វាររមូល5ម៉ឺនបញ្ជាតេឡេទ្វាររមូលនេះផងដែរយើងដាក់កម្រាស់ 8C ទៅតឹង3ម៉ែត្រជាងកម្ពស់3ម៉ែត្រហើយយើងប្រើជាមួយនឹងម៉ូទ័រជប៉ុនដាច់ភ្លើងក៏យើងនៅប្រើបានធម្មតាហើយយើងធ្វើការដំឡើងជូនលពូនៅខាងព្រៃទានៅខាងម្ដុំរោងចក្រ QMI ហើយឥឡូវយើងធ្វើការដំឡើងរួចរាល់ 100% ហើយខាងសិប្បកម្មទ្វាររមូលមានជ័យយើងខ្ញុំក៏មានសិប្បកម្មដូចជាលោកដុំនឹងរៀបដំឡើងទ្វាររមូលប្រើទាញដៃនិងប្រើម៉ូទ័របញ្ជាតេឡេគ្រប់ប្រភេទមិនថាទ្វារលុយមញូនទ្វារអ៊ីណុកទ្វារសំណាញ់អ៊ីណុកទ្វារសំណាញ់ដែកនិងលោកដុំនឹងរៀបដំឡើងម៉ូទ័រទ្វាររបងសម្រាប់រវៃទ្វាររត់ដែករនាបនិងមានសេវាកម្មជួសជុលទ្វាររមូល24ម៉ោងសម្រាប់នៅក្នុងទីក្រុងភ្នំពេញនិងមានលក់ដំឡើង25ខេត្តក្រុងផងដែរសូមអរគុណច្រើនបាទ